bạn chỉ mình tó xung an tung phố mình tóc đã gây ông pi mìa kia chỉ vật này xịp hơi ní mìa kia chỉ vậtកិច្ចការសំខាន់បំផុតសម្រាប់មនុស្សម្នាក់ម្នាក់នៅក្នុងមាតិកាខ្ញុំអត់អានទាំងអស់ទេខ្ញុំសូមអានតែជំពូកធំទេបាទក្នុងមាតិកានេះគេមានអារម្មណ៍កថាដែលខ្ញុំបានអានអារម្មណ៍កថាដំបូងគេហើយតបមកទៀតខ្ញុំនឹងអានអារម្មណ៍កថានៅក្នុងទំព័រទី1នៃសៀវភៅដើមរបស់គេបាទហើយបន្តមកទៀតជំពូកទី1គឺគេនិយាយអំពីធ្វើឲ្យបំណងប្រាថ្នាคล้ายជាការពិតហើយនៅក្នុងជំពូកទី2គឺគេនិយាយអំពីគិតពិចារណាដោយផ្អែកលើភាពពិតនិងគោលការណ៍មូលដ្ឋានថាតើវាមានន័យយ៉ាងម៉េចអានឹងពេលយើងអានដល់ជំពូកទី2យើងនឹងដឹងជំពូកទី3គឺគេនិយាយអំពីដោះខាត់និងលើកកម្ពស់ចិត្តខ្លួនឯងថាតើយើងត្រូវលើកទឹកចិត្តខ្លួនឯងយ៉ាងម៉េចយើងត្រូវដោះខាត់ចិត្តខ្លួនឯងយ៉ាងម៉េចហើយនឹងជំពូកទី4គេនិយាយអំពីរស់នៅដោយចិត្តដែលចេះគិតគូរដល់អ្នកដទៃយើងមិនមែនរស់នៅតែម្នាក់ឯងទេនៅក្នុងសង្គមនេះយើងត្រូវរស់នៅជាមួយអ្នកនៅជុំវិញខ្លួនអ្នកដទៃជាមួយសហគមន៍ថាតើយើងត្រូវចេះរស់នៅដោយមានចិត្តចេះគិតគូរដល់អ្នកដទៃយ៉ាងដូចម្ដេចណាហើយនឹងជំពូកទី5គេនឹងនិយាយអំពីបង្កើតភាពសុខដុមរមនាជាមួយលំហូរនៃចក្រវាលបាទនៅក្នុងពិភពលោកហ្នឹងវាមានលំហូរទំនាក់ទំនងគ្នាទៅវិញទៅមកថាតើយើងត្រូវបង្កើតការរស់នៅរបស់យើងឲ្យមានភាពសុខដុមរមនាយ៉ាងដូចម្ដេចជាមួយលំហូរនៃចក្រវាលនៅក្នុងពិភពលោកយើងនេះបាទអញ្ចឹងនៅក្នុងសៀវភៅហ្នឹងទាំងអស់មាន5ជំពូកហើយនឹងចំណាបញ្ចប់របស់សៀវភៅ Inamori Kazuo បាទខ្ញុំនឹងអានផងដែរបាទជាបន្តខ្ញុំនឹងអានអំពីអារម្មណ៍កថានៅក្នុងសៀវភៅដើមរបស់ Inamori Kazuo បាទអារម្មណ៍កថាការពិចារណាឡើងវិញនៅអត្ថន័យនៃជីវិតក្នុងយុគសម័យនៃភាពវឹកវរបាទយុគសម័យភាពវឹកវរបើសិនបើពាក្យបច្ចេកទេសគេច្រើននិយាយថា VUCA បាទគឺជាយុគសម័យមួយដែលមានភាពស្មុគស្មាញមានបញ្ហាច្រើនមានភាពវឹកវរអញ្ចឹងយើងត្រូវបង្កើតអត្ថន័យជីវិតរបស់យើងនៅក្នុងសង្គមបែបហ្នឹងនៅក្នុងយុគសម័យបែបហ្នឹងដោយរបៀបណាបាទនេះជាអារម្មណ៍កថានៃសៀវភៅដើមរបស់លោក Inamori ពួកយើងបច្ចុប្បន្ននេះកំពុងរស់នៅក្នុងយុគសម័យនៃភាពមិននឹងណូបាទគឺភាពវឹកវរខាងដើមមិញហ្នឹងឯងពោពេញទៅដោយភាពវឹកវរដែលមិនអាចមើលឃើញផ្លូវឆ្ពោះទៅមុខបានវាដូចជាអាប់បាំងមុខយើងមើលអត់ឃើញច្បាស់នៅពេលដែលយើងបើកបរជាដើមបាទទាំងសង្គមបែបហ្នឹងយើងកំពុងតែនៅហើយទោះបីជាមានទ្រព្យសម្បត្តិស្ដុកស្ដំក៏ដោយយើងនៅតែមានអារម្មណ៍មិនទាន់ស្កប់ចិត្តទោះបីជាយើងមានសម្ភារៈប្រើប្រាស់ចាំបាច់ក៏ដោយក៏យើងនៅខ្វះការគោរពទោះបីជាយើងមានសេរីភាពក៏ដោយក៏យើងនៅតែមានអារម្មណ៍ដូចជាជាប់ឃុំដដែលណាបើសិនយើងមានឆន្ទៈអ្វីក៏យើងអាចធ្វើបានដែរហើយអ្វីគ្រប់យ៉ាងគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់យើងប៉ុន្តែផ្ទុយទៅវិញយើងបែរជាមានអារម្មណ៍ថាអស់កម្លាំងនិងគិតក្នុងផ្លូវទុតិធិនិយមគិតក្នុងផ្លូវអវិជ្ជមានបាទហើយមានមនុស្សមួយចំនួនអាចឈានទៅដល់ការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មឬអំពើអសិលធម៌ថែមទៀតផងតើយើងឈានដល់ដំណាក់កាលតច្រកបែបនេះដោយរបៀបណាយើងត្រូវគិតមើលមិនបានយើងឈានដល់ដំណាក់កាលគិតបែបអវិជ្ជមានអញ្ចឹងបាទធ្វើអំពើឧក្រិដ្ឋកម្មបែបហ្នឹងអញ្ចឹងអសិលធម៌បែបហ្នឹងអញ្ចឹងមិនបានយើងឈានដល់ដំណាក់កាលតច្រកបែបហ្នឹងដោយរបៀបណាតើអាចទៅរួចទេដែលថា
យើងបានបាត់បង់នៅត្រីវិស័យនៃជីវិតរបស់យើងដែលជាហេតុនាំឲ្យយើងរកមិនឃើញនៅអត្ថន័យឬតម្លៃក្នុងការរស់នៅរបស់យើងខ្ញុំជឿថាមិនមែនមានតែខ្ញុំម្នាក់ទេដែលយល់ថាកង្វះការមើលឃើញតម្លៃនៃជីវិតជាដើមហេតុនៃភាពច្របូកច្របល់នៅក្នុងសង្គមនាពេលបច្ចុប្បន្នការមើលឃើញតម្លៃនៃជីវិតប្រសិនបើយើងមើលមិនឃើញអំពីគុណតម្លៃនៃជីវិតទេនោះបុគ្គលម្នាក់នោះយើងនៅក្នុងសង្គមនោះសង្គមទាំងមូលនឹងមានភាពច្របូកច្របល់វឹកវរជាមិនខានបាទនៅក្នុងន័យហ្នឹងអញ្ចឹងពាក្យថាការមើលឃើញគុណតម្លៃជីវិតគឺសំខាន់នៅក្នុងយុគសម័យបែបនេះខ្ញុំគិតថាអ្វីដែលចាំបាច់បំផុតគឺការចោទសួរនៅសំណួរដ៏សាមញ្ញថាតើយើងរស់នៅដើម្បីអ្វីដែលចាំបាច់ជាជំហានដំបូងយើងត្រូវប្រឈមតទល់នឹងសំណួរនេះហើយព្យាយាមកំណត់នៅទស្សនវិជ្ជាមួយដែលនឹងក្លាយជាគោលការណ៍សម្រាប់ដឹកនាំជីវិតរបស់យើងពាក្យថាទស្សនវិជ្ជាក្នុងន័យនេះគឺសំដៅទៅដល់ឧត្តមគតិឬការគិតអាចនិយាយបានថាវាជាចក្ខុវិស័យឬក៏ជាទស្សនវិស័យ vision បាទយើងត្រូវកំណត់ vision របស់យើងរស់នៅដើម្បីអ្វីការសញ្ជឹងគិតអំពីគោលបំណងជីវិតរបស់យើងហាក់ដូចជាឥតប្រយោជន៍ប្រៀបបាននឹងការស្រោចទឹកនៅលើវាលខ្សាច់និងពិបាកប្រៀបនឹងការព្យាយាមដាំបង្គោលនៅទីដែលទឹកហូរខ្លាំងយ៉ាងនោះដែរបាទវាដូចអញ្ចឹងណាបាទប៉ុន្តែនៅក្នុងយុគសម័យដែលមិនអោយតម្លៃដល់ការខិតខំប្រឹងប្រែងបែបនេះខ្ញុំជឿជាក់ថាការចោទសួរដោយត្រង់និងសាមញ្ញវាពិតជាមានសារៈសំខាន់ខ្លាំងបំផុតហេតុនេះហើយបានជានៅក្នុងអារម្មណ៍កថារបស់គាត់លើកសំណួរយ៉ាងសាមញ្ញថាតើយើងរស់នៅដើម្បីអ្វីវាជាសំណួរសាមញ្ញប៉ុន្តែវាកំណត់ទៅដល់ទស្សនវិជ្ជាចក្ខុវិស័យសម្រាប់ជីវិតរបស់យើងប្រសិនបើយើងមិនបានគិតឲ្យបានស៊ីជម្រៅអំពីគោលបំណងនៃជីវិតរបស់យើងទេនោះភាពវឹកវរនឹងមានលក្ខណៈរឹតតែធ្ងន់ធ្ងរអនាគតរឹតតែមានភាពច្របូកច្របល់សង្គមរឹតតែជ្រួលច្របល់ខ្លាំងថែមទៀតប្រហែលមិនមែនមានតែខ្ញុំម្នាក់ទេដែលនឹងមានអារម្មណ៍ថាខ្លួនធ្លាក់ក្នុងស្ថានភាពពោពេញដោយហានិភ័យនិងប្រកបដោយអារម្មណ៍មិននឹងណនៅក្នុងសៀវភៅនេះខ្ញុំចង់ពិចារណាអំពីជីវិតជាមនុស្សជាតិដោយឈរចំពីមុខផ្ទាល់សម្លឹងមើលចាប់ពីឫសគល់ទៅនិងធ្វើការគិតពិចារណាដោយគ្មានភ័យខ្លាចខ្ញុំចង់ចោទសួរចេញពីឫសគល់អំពីអត្ថន័យនៃជីវិតនិងរបៀបរស់នៅខ្ញុំសង្ឃឹមថាវានឹងក្លាយជាបង្គោលមួយដើមដែលដាំជាប់ល្អនៅក្នុងលំហូរដ៏លឿននៃយុគសម័យនេះប្រសិនបើសៀវភៅនេះអាចជួយអ្នកអានឲ្យមើលឃើញនៅភាពរីករាយក្នុងការរស់នៅនិងទទួលបានគន្លឹះខ្លះដើម្បីញ៉ាំងឲ្យការរស់នៅប្រកបដោយសុភមង្គលពេញបរិបូរណ៍បាននោះខ្ញុំពិតជាត្រេកអររីករាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយបាទនេះគឺជាសម្ដីចេញពីអារម្មណ៍របស់លោកអ៊ីណាម៉ូរីជាអារម្មណ៍កថាដំបូងនៃសៀវភៅដើមរបស់គាត់តោះយើងចាប់ផ្ដើមអានចូលចំណុចបន្ទាប់ការដុសខាត់ព្រលឹងវិញ្ញាណគឺជាអត្ថន័យនៃការរស់រានមានជីវិតលើលោកនេះតើអ្វីទៅជាអត្ថន័យនៃការរស់រានមានជីវិតឬគោលបំណងនៃជីវិតរបស់មនុស្សលោកយើងខ្ញុំសូមឆ្លើយថានៅពេលដែលយើងចោទសួរនិងត្រេះរិះពិចារណាឲ្យចំនៅសំណួរដ៏សាមញ្ញមួយនេះចម្លើយគឺការធ្វើឲ្យចិត្តកាន់តែជ្រះថ្លាឬការដុសខាត់ព្រលឹងវិញ្ញាណរបស់យើង
វាជាលក្ខណៈធម្មជាតិរបស់មនុស្សលោកដែលតែងតែវង្វេងនិងធ្លាក់ក្នុងមោហៈដោយសារតែតណ្ហាការលោភលន់ការត្រេកចង់បានអ្វីមួយខ្លាំងហួសពីសារធាតុជាមនុស្សសាមញ្ញអញ្ចឹងណាបាទប្រសិនបើយើងមិនបានធ្វើអ្វីមួយនោះចិត្តរបស់យើងនឹងប្រាថ្នាចង់បានឥតឈប់ឈរនៅទ្រព្យសម្បត្តិឋានៈនិងកិត្តិយសហើយលង់ខ្លួនក្នុងការសប្បាយនេះហើយគឺជាអ្វីដែលយើងចង់បានលើសលុបដែលជាតណ្ហានាំឲ្យយើងធ្លាក់នៅក្នុងមោហៈហើយវង្វេងណាជាការពិតណាស់យើងត្រូវការលុយកាក់និងសម្ភារៈប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ដើម្បីរស់រានមានជីវិតប្រកបដោយផាសុកភាពយើងមិនអាចបដិសេធបានទេថាបំណងប្រាថ្នាការចង់បានភាពជោគជ័យជាកត្តាជំរុញឲ្យយើងប្រឹងតស៊ូក្នុងឆាកជីវិតបាទត្រឹមត្រូវបំណងប្រាថ្នាការចង់បានភាពជោគជ័យអ្វីទាំងអស់ហ្នឹងគឺវាជាកម្លាំងរុញច្រានមួយឲ្យយើងតស៊ូក្នុងជីវិតរបស់យើងប៉ុន្តែក្នុងចំណុចនេះគាត់ចង់និយាយថាយើងមិនត្រូវលោភលន់ដោយតណ្ហាទេពេលយើងលោភលន់ខ្លាំងយើងមានតណ្ហាខ្លាំងយើងចង់បានខ្លាំងលើសបំណងប្រាថ្នាយើងទៀតយើងចង់បានហើយចង់បានទៀតនោះយើងនឹងធ្លាក់ទៅក្នុងមោហៈហើយមោហៈភាពងងឹតងងល់មិនយល់មិនដឹងរឿងអីច្បាស់លាស់បាទមោហៈមោបាំងបាទក្នុងចំណោមអ្វីដែលមាននៅលើโลกយើងនេះប្រសិនបើមានរបស់តែមួយគត់ដែលមិនចេះសាបសូន្យនោះគឺព្រលឹងវិញ្ញាណរបស់យើងព្រលឹងវិញ្ញាណរបស់យើងតាមទស្សនៈព្រះពុទ្ធសាសនាគឺមិនចេះសាបសូន្យទេបាទនៅពេលណាដែលរូបកាយបានបាត់បង់ទៅព្រលឹងវិញ្ញាណនឹងធ្វើចុតតិឬក៏ទៅកើតម្ដងទៀតទៅតាមអំពើដែលភាសាខ្មែរយើងថាទៅតាមកម្មរបស់សត្វលោកបានធ្វើនៅពេលដែលយើងស្លាប់ទៅយើងត្រូវបោះបង់ចោលនៅអ្វីទាំងអស់ដែលយើងមានទាំងតួនាទីទាំងកិត្តិយសទាំងទ្រព្យសម្បត្តិដែលយើងខិតខំប្រឹងប្រែងរកក្នុងជាតិនេះហើយនៅសល់តែព្រលឹងវិញ្ញាណរបស់យើងទេដែលនឹងទៅចាប់ជាតិថ្មីនេះហើយគឺជាចំណុចដែលចេញពីទ្រឹស្ដីពុទ្ធសាសនារបស់យើងបាទហេតុនេះនៅពេលដែលយើងចោទសួរថាតើយើងកើតមកក្នុងជាតិនេះដើម្បីធ្វើអ្វីខ្ញុំនឹងឆ្លើយសំណួរដោយឥតស្ទាក់ស្ទើរថាខ្ញុំមកដើម្បីធ្វើជាមនុស្សល្អជាងពេលដែលខ្ញុំចាប់កំណើតខ្ញុំមកដើម្បីស្លាប់ដោយព្រលឹងវិញ្ញាណមួយដែលថ្លៃថ្នូរនិងបរិសុទ្ធជាងពេលដែលខ្ញុំបានចាប់កំណើតទោះបីភាពល្អប្រសើរទាំងនោះមានកម្រិតតិចតួចយ៉ាងណាក៏ដោយឃើញទេនៅពេលណាដែលយើងធ្វើជាមនុស្សល្អនៅពេលដែលយើងចាប់កំណើតល្អជាងពេលដែលយើងចាប់កំណើតមានន័យថាធ្វើមនុស្សល្អឲ្យល្អជាងជាតិមុនណាខ្ញុំមកដើម្បីស្លាប់ដោយព្រលឹងវិញ្ញាណមួយដែលថ្លៃថ្នូរនិងបរិសុទ្ធជាងពេលដែលខ្ញុំចាប់កំណើតមានន័យថានៅពេលដែលស្លាប់ទៅគឺចង់ស្លាប់ពោពេញទៅដោយព្រលឹងវិញ្ញាណដែលល្អដែលថ្លៃថ្នូរនៅពេលណាព្រលឹងវិញ្ញាណនឹងត្រូវបានដុសខាត់ល្អមានភាពថ្លៃថ្នូរច្រើនយើងនឹងកើតម្ដងទៀតក្នុងន័យល្អថ្លៃថ្នូរកាន់តែច្រើនជាងនឹងបាទចំណុចហ្នឹងគឺល្អមែនទែនសម្រាប់ខ្ញុំគោលបំណងតែមួយគត់ក្នុងឆាកជីវិតនេះគឺរស់នៅក្នុងជាតិនេះដោយការខិតខំប្រឹងប្រែងឥតនឿយហត់រហូតដល់ថ្ងៃចុងក្រោយជាមួយការភ្លក់រសជាតិគ្រប់បែបយ៉ាងទាំងសេចក្តីសុខនិងសេចក្តីទុក្ខទោះបីត្រូវបក់បោកដោយរលកនៃសំណាងល្អនិងសំណាងអាក្រក់ក៏ដោយបាទរលកវាមានឡើងវាមានចុះអញ្ចឹងពេលខ្លះមានសំណាងល្អទៅពេលខ្លះមានសំណាងអាក្រក់ទៅជីវិតហ្នឹងគឺវាដូចទឹករលកអញ្ចឹងឡើងចុះបាទទោះបីជាបែបហ្នឹងក៏ដោយគឺគាត់បដិញ្ញាថាគឺជាជីវិតដែលរស់នៅក្នុងជាតិមួយហ្នឹងដោយខិតខំប្រឹងប្រែងឥតនឿយហត់រហូតដល់ថ្ងៃស្លាប់
ណានោះគឺជាការលាចាកលោកនេះដោយទៅជាមួយប្រលឹងវិញ្ញាណមួយដែលថ្លៃថ្លាជាងពេលដែលខ្ញុំបានចាប់កំណើតក្នុងលោកនេះដោយចាត់ទុកដំណើរការនៃរឿងរ៉ាវទាំងឡាយជាឧបករណ៍ដុសខាត់ដួងប្រលឹងឬប្រលឹងវិញ្ញាណដើម្បីឲ្យភាពជាមនុស្សជាតិរបស់ខ្ញុំកាន់តែជ្រះថ្លានិងបណ្ដុះស្មារតីរបស់ខ្ញុំឲ្យកាន់តែរឹងមាំខ្ញុំគិតថាគោលបំណងនៃការរស់នៅរបស់មនុស្សជាតិគ្មានអ្វីក្រៅពីនេះទេវាជាការខិតខំប្រឹងប្រែងដោយភាពស្មោះសរដើម្បីឲ្យថ្ងៃនេះប្រសើរជាងម្សិលមិញហើយថ្ងៃស្អែកប្រសើរជាងថ្ងៃនេះគោលបំណងឬតម្លៃនៃការរស់រានមានជីវិតរបស់យើងគឺស្ថិតនៅលើការខិតខំដោយគ្មាននឿយហត់ការធ្វើការងារមិនថាជាការងារតូចតាចប៉ុណ្ណាក៏ដោយនិងការស្វែងរកដោយភាពចេះដាក់ខ្លួនណាសុទ្ធតែពាក្យគន្លឹះល្អនៅក្នុងការបង្កើតគុណតម្លៃជីវិតរបស់យើងគឺខិតខំប្រឹងប្រែងដោយគ្មានការនឿយហត់ធ្វើការដោយយកចិត្តទុកដាក់មិនថាការងារនោះតូចប៉ុណ្ណាក៏ដោយហើយមួយទៀតត្រូវចេះស្វែងរកអ្វីមួយដោយភាពដាក់ខ្លួនតែត្រូវចេះដាក់ខ្លួនកុំងើយស្កកបាទក្នុងការរស់រានមានជីវិតនេះសេចក្តីទុក្ខរមែងមានច្រើនជាងសេចក្តីសុខពេលខ្លះយើងអាចឆ្ងល់ថាតើហេតុអ្វីយើងត្រូវរងទុក្ខច្រើនយ៉ាងនេះហើយយើងអាចមានអារម្មណ៍តូចចិត្តនឹងទេវតាឬព្រះពុទ្ធប៉ុន្តែនៅក្នុងពិភពនៃសេចក្តីទុក្ខនេះហើយដែលយើងចាំបាច់ត្រូវគិតថាការលំបាកទាំងអស់នេះជាការវឹកហាត់ដុសខាត់ព្រលឹងវិញ្ញាណរបស់យើងការលំបាកវេទនាគឺជាឱកាសដ៏ល្អបំផុតសម្រាប់យើងអភិវឌ្ឍភាពជាមនុស្សលោករបស់យើងឲ្យកាន់តែប្រសើរនេះគឺជាចំណុចល្អមែនទែនដែលមនុស្សភាគច្រើនជួបទុក្ខគិតអវិជ្ជមានប៉ុន្តែត្រង់ចំណុចនេះនៅពេលណាដែលយើងជួបទុក្ខលំបាកយើងត្រូវគិតថាវាគឺជាឧបករណ៍សម្រាប់ដុសខាត់ព្រលឹងវិញ្ញាណរបស់យើងឲ្យកាន់តែថ្លៃថ្លាថែមទៀតនេះគឺជាចំណុចល្អមែនទែនដែលយើងត្រូវគិតបាទខ្ញុំសូមផ្អាកត្រឹមទំព័រទី6សិនហើយយើងនឹងបន្តនៅថ្ងៃបន្ទាប់នៅទំព័រទី7បាទសូមអរគុណច្រើន